សួស្តីអ្នកទាំងអស់គ្នានេះគឺវីដេអូតពីវីដេអូមុនដែលខ្ញុំមកធ្វើដំណើរកម្សាន្តនៅខេត្តកោះកុងទាំងអស់គ្នាហើយឥឡូវនេះពួកខ្ញុំកំពុងតែចេញដំណើរពីកំពង់ផែបៃកុងកាងដើម្បីឆ្ពោះទៅកាន់កោះកុងក្រៅទាំងអស់គ្នាហើយនិយាយទៅពួកខ្ញុំបានជួលទូកមួយសម្រាប់ជិះលក្ខណៈគ្រួសារអញ្ចឹងទាំងអស់គ្នានិយាយទៅនៅនោះមានទូកយ៉ាងមានកប៉ាល់អីអញ្ចឹងទាំងអស់គ្នាដល់ពេលអញ្ចឹងទៅក៏ជួលទូកទៅនិយាយទៅហើយនេះគឺជាទេសភាពព្រៃកោងកាងទាំងអស់គ្នានិយាយទៅពិតជាស្រស់ស្អាតខ្លាំងមែនតើហើយបូករួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធទៅទាំងអស់គ្នានិយាយទៅគឺពិតជាស្រស់ស្រាយខ្លាំងមែនតើពេលនោះហើយនិយាយចឹងទាំងអស់គ្នារយៈពេលចម្ងាយគឺចេញពីកំពង់ផែព្រៃកោងកាងនិងមកដល់កោះកុងក្រៅហ្នឹងគឺរយៈពេលដូចជាកន្លះម៉ោងទៅ40នាទីចឹងខ្ញុំចង់ភ្លេចនិយាយទៅប៉ុន្តែខ្ញុំចង់ផ្ដាំអ្នកទាំងអស់គ្នាថាមុនមកលេងកោះហ្នឹងយើងត្រូវធៀមអ្នកទាំងអស់គ្នាត្រូវធៀមម្ហូបអាហារត្រូវវិចខ្ចប់ម្ហូបអាហារពីកំពង់ផែមកអញ្ចឹងអ្នកទាំងអស់គ្នាពួកឯនៅហ្នឹងគឺរបបថ្លៃសាហាវចាក់កលអ្នកទាំងអស់គ្នានិយាយទៅហើយនិយាយទៅមិនចាក់កលសារពីកោះអញ្ចឹងគេលក់ថ្លៃអញ្ចឹងវាត្រឹមត្រូវនិយាយទៅប៉ុន្តែយើងត្រូវឆែកមើលដូចខ្ញុំយ៉ាងបានឆែកមើលដល់ពេលអញ្ចឹងទៅមានអីស៊ីសោះយប់ឡើងដោយសារថ្លៃពេលដល់គ្នាគុណជា2 3អញ្ចឹងហើយទីមួយក៏អត់សូវមានរបស់របរគ្រប់ចុកដល់គ្នាមានតែទិញទួយអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅក៏ដេកអត់ដល់គ្នាអត់ហូបសោះអត់មានអីហូបអញ្ចឹងដល់គ្នាព្រោះយើងបានត្រៀមមកហូបអាហារមកច្រើនអញ្ចឹងត្រៀមតែតិចតួចសម្រាប់អាហារថ្ងៃត្រង់ព្រោះខ្ញុំមកនេះខ្ញុំដេកនៅកោះនឹងមួយយប់អញ្ចឹងដល់គ្នាខ្ញុំបោះតង់ដេកនៅនឹងមួយយប់ហើយស្អែកឡើងបានពួកខ្ញុំត្រឡប់ទៅវិញហើយខ្ញុំមកនិយាយនេះគឺខ្ញុំចង់មកចែករំលែកដល់អ្នកទាំងអស់គ្នាកុំឲ្យដូចខ្ញុំចឹងដល់អ្នកគ្នាមុនយើងធ្វើអីយើងត្រូវមាន plan មុនឬក៏ឆែកមើលឲ្យច្បាស់លាស់ចឹងដល់អ្នកគ្នាកុំឲ្យខកជើងឬក៏ធ្វើឲ្យដំណើរកម្សាន្តរបស់យើងវាមិនសប្បាយដោយសារតែយើងមិនបានឆែកទុកមើលមុនចឹងដល់អ្នកគ្នាប៉ុន្តែបើ view ឬក៏ទេសភាពវិញគឺខ្ញុំឲ្យ10 លើ 10ដល់អ្នកគ្នាពិតជាស្អាតហើយនឹងស្រស់ស្រាយខ្លាំងមែនតើនិយាយទៅអូខ្ញុំមិនដែលឃើញកោះណាស្អាតដូចកោះកុងក្រៅហ្នឹងនិយាយមែនស្អាតខ្លាំងមែនតើអ្នកគ្នាអើយ